ភាពតានតឹងនេះក៏ឈានទៅដល់ការបិទព្រំដែនរវាងឥណ្ឌានិងប៉ាគីស្ថានផងដែរដែលរឿងនេះធ្វើឲ្យគ្រួសារជាច្រើនបែកបាក់គ្នាកាលពី2 ខែមុនលោក Haider Ali បានក្រវីដៃលាភរិយារបស់លោកនៅពេលនាងបានចាក់ចេញពីប្រទេសប៉ាគីស្ថានដោយឆ្លងព្រំដែនទៅសួរសុខទុក្ខគ្រួសាររបស់នាងនៅក្នុងប្រទេសឥណ្ឌានៅពេលនេះភរិយាមួយគូនេះមិនច្បាស់នោះទេថានឹងបានជួបគ្នាម្ដងទៀតនៅពេលណាប្រទេសប៉ាគីស្ថាននិងឥណ្ឌាបានជាប់គាំងនៅក្នុងសង្គ្រាមវោហារសាស្ត្រផ្នែកការទូតកាន់តែខ្លាំងឡើងបន្ទាប់ពីក្រុង New Delhi បាននិយាយថាទីក្រុង Islamabad ជាប់តាក់ទងនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធលើភ្ញៀវទេសចរនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេសឥណ្ឌាសម្រាប់មនុស្ស26នាក់នេះភាគីទាំងពីរបានលុបចោលទិដ្ឋាការសម្រាប់ពលរដ្ឋឥណ្ឌានិងប៉ាគីស្ថានរៀងៗខ្លួនហើយបានបញ្ជាឲ្យពលរដ្ឋចាក់ចេញមុនពេលប្រទេសទាំងពីរបិទច្រកព្រំដែនដ៏មមាញឹកបំផុតរបស់ខ្លួននៅក្នុងរដ្ឋពុនចាប់បទបញ្ជាសម្រាប់ប្រជាជនប៉ាគីស្ថាននិងឥណ្ឌាឲ្យត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញបានធ្វើឲ្យគ្រួសារជាច្រើនដែលមានសញ្ជាតិចម្រុះជួបការលំបាកក្នុងការទទួលបានទិដ្ឋាការដោយសារតែទំនាក់ទំនងពុំសូវល្អរវាងពលរដ្ឋឥណ្ឌាកាន់សាសនាហិណ្ឌូភាគច្រើននិងប៉ាគីស្ថានដែលភាគច្រើនកាន់សាសនាអ៊ីស្លាម